ក្រសួងការពារជាតិកម្ពុជាបានដឹងថាកងកម្លាំងយោធាថៃនៅព្រឹកថ្ងៃទី13ខែធ្នូឆ្នាំ2025បានបើកការវាយប្រហារតាមអាកាសទៅលើស្ពានមេទឹកឬស្ពានជ័យជំនះទាំងស្ពានថ្មីនិងស្ពានចាស់ដោយប្រើយន្តហោះចម្បាំង F16 ចំនួន2គ្រឿងទម្លាក់គ្រាប់បែក3គ្រាប់បាញ់កំទេចចោលគឺត្រឹមតែ3ថ្ងៃប៉ុណ្ណោះបន្ទាប់ពីយោធាថៃបានគម្រាមបំផ្ទុះស្ពាននេះស្ពានមេទឹកជាច្រកងាយស្រួលតែមួយគត់ដែលភ្ជាប់ភ្នំ500ទៅទីប្រជុំជនថ្មដាក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ស្ពាននេះស្ថិតនៅលើផ្លូវជាតិលេខ55មានប្រវែង180ម៉ែត្រទៅតឹង10ម៉ែត្រដែលត្រូវបានស្ថាបនារួចរាល់នៅឆ្នាំ2018ដោយក្រុមហ៊ុនចិន CRBC នេះបើយោងទៅតាមលោកផនរឹមអ្នកនាំពាក្យក្រសួងសាធារណការក្រសួងការពារជាតិបានប្រាប់លម្អិតថាស្ពានមេទឹកនេះត្រូវបានវាយប្រហារចំនួន2ដងជាប់ៗគ្នានៅម៉ោង6:02នាទីនិងម៉ោង6:07នាទីព្រឹកហើយប៉ុន្មាននាទីបន្ទាប់ទៀត F16 របស់ថៃបានទម្លាក់គ្រាប់បែកបំផ្លាញរចនាសម្ព័ន្ធស្ពានចាស់ដែលនៅជាប់នឹងស្ពានថ្មីនេះក្រសួងបាននិយាយថាប្រតិបត្តិការផ្លូវអាកាសដូចគ្នានេះក៏បានកំណត់គោលដៅវាយប្រហារទៅលើអគារសណ្ឋាគារនិងកាស៊ីណូនៅថ្មដាផងដែរថៃបានប្រើយន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកនៅម៉ោង5:50នាទីព្រឹកនិងម្ដងទៀតនៅម៉ោង5:55នាទីបណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរសរុបមកក្រសួងការពារជាតិបានបញ្ជាក់ថា F16 របស់ថៃបានទម្លាក់គ្រាប់បែក7គ្រាប់នៅព្រឹកថ្ងៃទី13ខែធ្នូនេះហើយយន្តហោះយោធាថៃមិនទាន់ឈប់ទម្លាក់គ្រាប់បែកនៅឡើយទេ